រៀមច្បងសុនថ្ងៃនេះខ្ញុំនាំកូនសិស្សលេចិនសឹងមកពីចម្ងាយគឺដើម្បីជប់លោកការទទួលភ្ញៀវរបស់រៀមច្បងវាដូចជាពិសេសពេកហើយទេចាមកជប់ខ្ញុំស្អីទៅសាក់សម្ពោចជូនពរមន់វាគ្មានបំណងល្អស្អីនោះទេស្មានតែយើងមិនដឹងហ៎ហើយបានជារៀមច្បងនិយាយបាននេះឯងស្មានតែខ្ញុំភ្នែកខ្វាក់ត្រជាថ្លង់តើមែនទេប្រាប់ឯងទៅចោះការពិតពិភពគុណមានដំណឹងអ្វីគឺយើងដឹងទាំងអស់ហ្នឹងថ្ងៃនោះនៅខាងមុខបាក់ចិញ្អ៊ូឯងចំណាំខ្ញុំបានហើយដល់ពេលខ្ញុំគឺរកឯងនោះមើលទៅឯងប្រហែលជាបានដឹងមុនទៅហើយបាទថ្ងៃនេះខ្ញុំមកដល់ទៅហើយនោះចឹងមិនគិតថាលាក់បាំងអ្វីទៀតនោះទេល្អអញ្ចឹងឯងនិយាយទៅសិស្សប្អូនទី4របស់ខ្ញុំលីសឺពិតជាខ្ញុំសម្លាប់មែនសារភាពងាយយ៉ាងនេះតើឯងបាននាំមនុស្សមកប្រមាណអ្នកទៅប្រកាសជាអាចបំបិតមាត់ខ្ញុំបានមែនហ៎ខ្ញុំបានបញ្ជាក់រួចហើយថ្ងៃនេះខ្ញុំមកសុំជប់លោកហើយបានជារៀមច្បងហាឡើងបិទមាត់សម្លាប់រឿងនេះមិនច្បាស់រំខានដល់រៀមច្បងនោះទេដាក់គេចុះទៅខ្ញុំមកថ្ងៃនេះគឺរៀបចំអំណោយជួយរបស់នោះទេលបងដាក់គេចុះទៅបើមិនដាក់ចុះទេមិននឹងអាចជួយរង្វាន់ដល់រៀមច្បងបានទេអូយយិនជាស្មានតែឃ្លាំងសាររបស់តាកាចាស់សុនយើងគឺជាបាក់ជីកអ៊ូរបស់ឯងចង់យ៉ាងម៉េចគឺយ៉ាងហ្នឹងនោះមិនហ៊ាននោះទេគេចាស់ចម្លែកលោកអាយុច្រើនចឹងនេះទៅហើយក្រៅពីចេះប្រើអាវុធសម្ងាត់ដាក់ពាក់គេធ្វើបាបគេលោកឯងចេះស្អីទៀតដាក់ខ្ញុំចូលចាំមើលខ្ញុំសពងក្បាលតាកាចាស់ឯងឲ្យបែកជាពីរម្ដងមើលចាំមើលកញ្ញាមន្ត្រីខ្លាយទៅជាជើងមាត់ចាសិនយ៉ាឯងឈ្មោះតលីចិនសឹងណាយ៉ាងម៉េចឯងនៅហ៊ានស្រ័យទៀតមកសិលមួយថ្ងៃត្រូវធ្លាក់ទៅលើសង្វៀនហើយតាមឡើយខ្ញុំចង់នៅសៀងហៃប្រហែលថ្ងៃទៀតផឹកស្រាឆ្ងាញ់បន្តិចស្មានមិនដល់ថាឥឡូវឯងនេះតាមដានខ្ញុំមានតែសម្ដែងល្ខោនជាមួយឯងទៅកំពង់ផែត្រឡប់មកគ្រួសារជួវិញតែប៉ុណ្ណោះយ៉ាងណាខ្ញុំក៏នៅក្នុងពិភពគុណ10ឆ្នាំដែរហើយឯងតាមដានខ្ញុំដល់ងាយស្រួលយ៉ាងនេះឯងចេះប្រើខួរក្បាលដែរទេឡើងទូកហើយខ្ញុំនឹងកូនសិស្សនៅឯក្បាលទូកឯងនៅចុងទូកពាក់មួកក៏ស្មានតែយើងចំណាំឯងមិនបានណាខ្ញុំគ្រាន់តែមិនចង់ខ្វល់នឹងឯងតែប៉ុណ្ណោះទេបដូរទូកតូចកំពង់ផែសុងជាងខ្ញុំនាំកូនសិស្សទៅមុនឯងទៅតាមក្រោយឯងបានតែថែមប្រាក់ឲ្យម្ចាស់ទូកថែមទៀតឯងនៅឲ្យគេជួយរក្សាការសម្ងាត់ឯងលេងសៀតជាមួយយើងឯងវាអន់សម្បំណាឃើញលីចិនសឹងតាមដានខ្ញុំគឺស្មានដឹងថាគួរជាប្រកាសជាមកសិស្សបងទី4ណាថ្ងៃនេះសិស្សច្បងធំនឹងសងសឹកឲ្យឯងចាំបើកភ្នែកទល់មើលមកសុនស្មារតីគ្នាអីលីសអ៊ីស្លាមក្នុងដៃរបស់ខ្ញុំគឺមានមូលហេតុអ្វីទៅតែគេជាមន្ត្រីរាជការតែគេសាងអំពើអាក្រក់គេគឺជាការសំណងនៅក្នុងពិភពគុណខ្ញុំសម្រាប់គេមិនមែនព្រោះតែកំណត់តខ្លួនទេប្រហែលឆ្នាំមុនគ្រួសារហួរនៅជីងមិនគេជួបគ្រោះថ្នាក់ពុកឯងហួរអ៊ីនទីវាស្លាប់តៃហោងហ្មងរឿងមួយនេះខ្ញុំបានឮដែរតែបើខ្ញុំចាំមិនខុសទេនោះគឺនៅឆ្នាំកឹងជឺក្នុងសម័យសង្គ្រាមមានកំភ្លើងមានគ្រាប់ដៃគឺឯងប៉ះពាល់ដល់ជនជាតិដែលនៅរាជធានីពីមុនទើបធ្វើឲ្យមានគ្រោះថ្នាក់ស្លាប់ទាំងគ្រួសារបែបនេះឯងមិនគួរណាទម្លាក់បញ្ជីនេះទៅលើខ្លួនរបស់អ៊ីងស៊ឺនោះទេតែឯងកាប់សម្លាប់មនុស្សនៅសំណាក់អន្ត្រីមានមនុស្សជាង10នាក់ក្នុងនោះគឺមានអ្នកខ្លាំងទាំង5នាក់របស់ប៉ាអន្ត្រីយើងដែរឯងបានយកភ្លើងដុតផ្ទះចោលកំទេចសាសពទៀតផងគួរយិនជាឯងពិតជាសាហាវខុសខើមែនគ្រូមួយនេះគឺជារឿងក្តីឃាតកម្មធំបំផុតនៅក្នុងពិភពគុណរយៈពេល10ឆ្នាំនេះរត់តែជាការប្រមាថដ៏ធំបំផុតរបស់ប៉ាក្រញ៉ាំអន្ត្រីរបស់យើងគួរយិនជាខ្ញុំមិនអាចបញ្ចប់ជាមួយឯងដល់ងាយនោះទេព្រាមច្បងអ៊ីងស៊ឺខົບខិតជាមួយនឹងពួកអឺរ៉ុបបំផ្លាញពិភពគុណសម្រាប់ជនដែលគ្មានកំហុសខ្ញុំសម្រាប់គេគឺកម្ចាត់ជនអាក្រក់ជនពិភពគុណនឹងជួយដល់ប្រជារាស្ត្រត្រង់មិនអាចទុកថាជាឃាតកម្មនេះគឺគេជាអ្នកប្រមាថនោះទេហើយរឿងរបស់អ៊ីនស៊ឺខ្ញុំដឹងច្បាស់ណាស់ទោះបីជាគេអាក្រក់ក៏គេមិនដល់វិនឯងចេញមុខមកដែរអាគ្មានឯងស្គាល់វិន័យពិភពគុណដែរទេវិន័យរៀមច្បងនិយាយពីវិន័យមួយណាទៅរាជការមហាសង្ឃពិភពគុណទើបតែបង្កើតឡើងបែងចែកបាក់ដំបងគេដូនតាគឺស្មានដឹងថាបើហៅថាពិភពគុណទៅហើយគឺជាមិនផុតអំពីមានកំណុំទុំគួនទេដើម្បីបញ្ជាភ្ជួរភ្លៀងលោហិតបង្កើតនៅវិន័យឡើងមិនថាបាក់អ្វីទេឲ្យតែជាកូនសិស្សពិតប្រាកដធ្វើខុសហើយគឺត្រូវតែប្រគល់ឲ្យបាក់វិន័យចាប់តាំងពីបាក់ក្រញាមន្ត្រីយើងមកកើតឡើងមកបាក់ទាំងអស់នៅក្នុងពិភពលោកនេះអ្នកណាហ៊ានដណ្ដើមមុខមាត់ទៅរហូតដល់ឆ្នាំកងស៊ីកូនចៅទាំង9របស់បាក់អន្ត្រីពេញពិភពគុណឯងបែរជាសម្លាប់អ៊ីងស៊ឺឯងនេះគឺបន្ទុកយើងនៅក្នុងភ្នែករបស់ឯងទេខ្ញុំនឹងអ៊ីងស៊ឺមានកំណត់នៅឆ្នាំកើតជាងតែខ្ញុំមិនបានសងសឹកភ្លាមទេស្មានមកដល់ក្នុងពេលប្រហែលឆ្នាំនេះគេមិនចេះកែខ្លួនអត្តនោម័តដល់ចិត្តឯងជួយដល់ជនអារម្មណ៍អ្នកគុណនិយមក៏ត្រូវគេសម្លាប់មិនមែនមានតែ10នាក់នោះទេហើយតែខ្ញុំដឹងពីដំណើររបស់គេក៏ព្រោះតែសិស្សទី2របស់ខ្ញុំក្បត់នឹងប៉ះដើរតាមអ៊ីងស៊ឺធ្វើរឿងអាក្រក់ជាច្រើនតាមដោយខ្ញុំក៏ចង់កម្ចាត់ជនក្បត់តែអ្នកណាទៅដឹងសិបសួរទៅនៅក្នុងសំណាក់អន្ត្រីគឺលាក់ក្មេងស្រី10នាក់ទៀតទុកឲ្យអ៊ីងស៊ឺនិងជនជាតិអឺរ៉ុបនោះកំសាន្តទៀតហើយនិយាយបានថាអ៊ីងស៊ឺគឺជាមនុស្សអាក្រក់មិនអាចលើកលែងបាននោះទេខ្ញុំមិនសម្លាប់គេមិននឹងអាចជួយដល់មនុស្សស្រីទៅនោះបានទេបើតាមចំណុចមួយនេះមិនគិតពីវិន័យនៅក្នុងពិភពគុណម្យ៉ាងទៀតច្រើនឆ្នាំនេះចំពោះទង្វើអាក្រក់របស់គេបានក្រញាំមន្ត្រីដូចជាមិនឃើញ
រឿងមួយបំពាក់បរោះតែកំណត់ថាត្រូវហាមឃាត់មិនឲ្យកូនសិស្សរបស់ខ្លួនឯងធ្វើរឿងអាក្រក់នោះទេបាននិយាយពីវិន័យពិភពគុណវិញគឺបាក់របស់លោកគឺបំផ្លាញមុនមិនមែនខ្ញុំនោះទេ